សហភាពសហជីពសុភមង្គលកម្មករកម្ពុជាបានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហជីពតាមថ្នាល Digital នៅព្រឹកថ្ងៃទី21ខែមិថុនាឆ្នាំ2026សហភាពសហជីពសុភមង្គលកម្មករកម្ពុជាបានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហជីពតាមថ្នាល Digital ក្រមអធិបតីភាពលោកលីវិចិត្រប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជានឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសហភាពសហជីពថ្នាក់ដឹកនាំសហព័ន្ធសហជីពរួមនឹងសិក្ខាកាមសរុប30នាក់ស្ថិតនៅស្នាក់ការកណ្ដាលរបស់សហភាពសហជីពសុភមង្គលកម្មករកម្ពុជានៅខេត្តកណ្ដាលលោកយុនមេងស្រុនបានលើកឡើងថាការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់សមត្ថភាពរបស់ថ្នាក់ដឹកនាំសហជីពឲ្យអាចប្រើបច្ចេកវិទ្យា Digital ឲ្យកាន់តែប្រសើរនិងមានភាពច្នៃប្រឌិតនិងឆ្លើយតបទៅនឹងតម្រូវការនៃសង្គមសម័យទំនើបលើកកម្ពស់ជំនាញទំនាក់ទំនងនិងផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គមបង្កើនប្រសិទ្ធភាពការងារដឹកនាំនិងគ្រប់គ្រងគោលដៅសហជីពជំរុញការចូលរួមនិងការទំនាក់ទំនងជាមួយសមាជិកតាមប្រព័ន្ធ Digital និងជាពិសេសការប្រើប្រាស់ជំនាញ Digital ឲ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាពគឺជាតម្រូវការសំខាន់សម្រាប់ថ្នាក់ដឹកនាំសហជីពនាពេលបច្ចុប្បន្នជាចុងក្រោយលោកសូមសម្ដែងនៅការគោរពនិងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ថ្លៃថ្លារបស់លោកលីវិចិត្រប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជាដែលបានផ្ដល់កិត្តិយសអញ្ជើញជាគណៈអធិបតីនិងផ្ដល់ការគាំទ្រដល់វគ្គបណ្ដុះបណ្ដាលនេះយ៉ាងពេញទំហឹងក្នុងមតិសំណេះសំណាលជាមួយអង្គពិធីទាំងមូលលោកលីវិចិត្រប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់លោកស្រីថ្នាក់ដឹកនាំសហព័ន្ធសហជីពសមាជិកសមាជិកានិងសិក្ខាកាមទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហជីពតាមថ្នាល Digital នៅព្រឹកនេះលោកប្រធានបានមានប្រសាសន៍ថាបច្ចុប្បន្ននេះពិភពលោកកំពុងឈានចូលទៅក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទី4ដែលបច្ចេកវិទ្យា Digital បញ្ញាសិប្បនិម្មិត AI បណ្ដាញសង្គមនិងប្រព័ន្ធទំនាក់ទំនងអនឡាញបានដើរតួនាទីយ៉ាងសំខាន់គ្រប់វិស័យមិនថាវិស័យសាធារណៈវិស័យឯកជនឬអង្គការសង្គមស៊ីវិលនោះទេសុទ្ធតែត្រូវការសម្របខ្លួនដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្ដូរនេះចំពោះអង្គការសហជីពការផ្លាស់ប្ដូរទៅកាន់ប្រព័ន្ធ Digital មិនមែនជារឿងថ្មីទេប៉ុន្តែជាតម្រូវការចាំបាច់សហជីពដែលអាចប្រើប្រាស់បច្ចេកវិទ្យាបានល្អនិងមានលទ្ធភាពកាន់តែខ្ពស់ក្នុងការគ្រប់គ្រងសមាជិកផ្សព្វផ្សាយព័ត៌មានប្រមូលទិន្នន័យបង្កើនការទំនាក់ទំនងនិងការពិសិដ្ឋនិងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិតបច្ចេកវិទ្យា Digital អាចជួយឲ្យសហជីពធ្វើការបានលឿនមានតុល្លាភាពនិងមានប្រសិទ្ធភាពជាងមុនជាងនេះទៅទៀតថ្នាក់ដឹកនាំសហជីពនៅក្នុងសម័យថ្មីមិនត្រឹមតែមានចំណេះដឹងអំពីច្បាប់ការងារឬទំនាក់ទំនងវិជ្ជាជីវៈប៉ុណ្ណោះទេប៉ុន្តែត្រូវមានជំនាញ Digital ជំនាញទំនាក់ទំនងសាធារណៈជំនាញដឹកនាំនិងជំនាញគ្រប់គ្រងព័ត៌មានផងដែរលោកប្រធានសហភាពបានឲ្យដឹងបន្ថែមថាខណៈដែលយើងកំពុងរស់នៅក្នុងសង្គម Digital យើងក៏ត្រូវយកចិត្តទុកដាក់ចំពោះការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវផងដែរយើងត្រូវប្រើប្រាស់ព័ត៌មានប្រកបដោយសីលធម៌គោរពច្បាប់ជៀសវាងព័ត៌មានคล้ายៗនិងរក្សាសុវត្ថិភាពទិន្នន័យរបស់អង្គការនិងសមាជិកលោកបញ្ជាក់ទៀតថាថ្នាក់ដឹកនាំសហជីពគួរតែជាគំរូល្អក្នុងការប្រើប្រាស់បណ្ដាញសង្គមប្រើប្រាស់វេទិកា Digital សម្រាប់ការអប់រំការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវនិងការកសាងទំនុកចិត្តជាមួយសមាជិកនិងសាធារណជនជាចុងក្រោយលោកប្រធានសហជីពសង្ឃឹមយ៉ាងមុតមាំថាបន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះសិក្ខាកាមទាំងអស់នឹងក្លាយជាថ្នាក់ដឹកនាំសហជីពដែលមានចក្ខុវិស័យទំនើបមានជំនាញ Digital ខ្ពស់និងអាចដឹកនាំអង្គការរបស់ខ្លួនឲ្យសម្រេចបាននូវគោលដៅថ្មីៗស្របតាមការវិវត្តរបស់សង្គមនិងសេដ្ឋកិច្ចជាតិ